លោកគ្រូអញ្ចឹងមិនអាចទេគ្រូគឺទៅមុខផ្ទះគ្រូសាលូហើយតើឯងរកមើលទៅគ្រូបានយកត្រីដែលឯងចូលចិត្តមកផ្ទះឯងដែរណាលោកគ្រូនេះលោកគ្រូមកខុសផ្លូវទៀតហើយអីគឺខ្ញុំនៅតាពិតគឺមកពីសិស្សច្បងឯងប្រាប់គ្រូមិនច្បាស់សោះគ្រូឡើងមកខុសកន្លែងឯងចាំគ្រូណាគ្រូនឹងទៅដល់ឥឡូវហើយកុំភ្លេចត្រីរបស់ខ្ញុំនេះមួយយានមានកាឯងមិនស្រួលទេឯងនឹងប្រពន្ធរបស់ឯងទៀតហើយហ៎ឯងនិយាយប្រាប់ណាឯងឆាំនិយាយប្រាប់យើងមកបងថ្លៃគាត់ជាមនុស្សបែបណាទៅនាងខ្ញុំស្រឡាញ់លុយមុខលុយណាអូតម្លៃពីកោនប្តីខ្ញុំជាអ្នកចាញ់លុយចាស់ជួយរកលុយចុះផ្ទះនាងមើលទៅគេនិយាយថាគេមិនព្រមទីចិត្តល្អជាមួយឆ្កែអេឈប់សិនជាដំបងនោះគាត់ទៅហើយចុះអាចចិត្តល្អជាមួយឆ្កែនេះវាយ៉ាងម៉េចវិញក៏បានន័យថាអញ្ចឹងខ្ញុំយល់ហើយនាយកលូបែបនេះគឺឆ្កែបែបរឹកឆ្កែបែបរឹកលោកមិនយល់ទេនៅក្នុងរឿងស្នេហានេះពេលដែលស្រឡាញ់គេខ្លាំងនោះក៏ចាត់ទុកខ្លួនឯងដូចជាឆ្កែអញ្ចឹងឆ្កែតូចឆ្កែចចកឆ្កែដីអីអស់នោះណាយើងថាពួកឯងទាំងពីរនាក់ចាច់ទៅមកហូបមកដល់ហើយតែពិតជាមានមហូបច្រើនណាស់លោកយាយអូហូចូលចិត្តញ៉ាំណាស់ចាំយាយធ្វើមហូបឲ្យចៅញ៉ាំរាល់ថ្ងៃអរគុណលោកយាយនេះគឺពិតជាដូចជាលោកយាយបង្កើតរបស់ខ្ញុំមែនអីយូស៊ីវលីងាអញ្ចឹងយាយស៊ូចៅមួយមើលការប្រយុទ្ធមិញនេះចៅជាមួយមូយានមានបែបនេះដែរទេការប្រយុទ្ធមិញពួកយើងបានស្មោះគ្នាហើយបើសិនជាខ្ញុំឈ្នះលោកនោះរាងកាយលោកខ្ញុំចង់ធ្វើអ្វីក៏បានដែរលឿនយ៉ាងនេះហ៎នាងមិនឲ្យខ្ញុំត្រៀមខ្លួនសិនទេហ៎តែតែមានអីត្រូវត្រៀមខ្លួនទេលើកទី1ត្រូវប្រយ័ត្នបន្តិចខ្ញុំត្រៀមខ្លួនរួចហើយនាងលើកឆ្នាំដែលខ្ញុំបង្កើតមកខ្ញុំមិនចាំបាច់ញ៉ាំថ្នាំទេខ្ញុំលោកតាលីនហេតុអីក៏ថ្នាំនាងនេះមិនបានមានរសជាតិចម្លែកឆ្អឹងអូតាមពិតអារម្មណ៍ធ្វើជាមនុស្សប្រុសអញ្ចឹងសោះមកស៊ីវលីងនេះតាមមានរឿងអីហ្នឹងថ្នាំបដូរបេះដូងអាចផ្លាស់ប្ដូរវិញ្ញាណបានកន្លះម៉ោងឯណោះលោកប្តីអូនចង់ជាមួយទឹកក្នុងអញទៅបងជូនអូនជាមួយទឹកទៅគឺมันអាចនោះទេលោកប្តីអូនចង់បានកន្សែងលឿនឡើងលោកប្តីអូនចង់បានកន្សែងពាក់លើក្បាលណែលោកប្តីអូនចង់បាត់ជើងសិនទីលោកប្តីអូនចង់បានមិនទាន់មកស៊ីវលីងអ្នកកំប្រុសពេកអីស៊ីវលីងការប្រយុទ្ធមិញចៅជាមួយមូយានការប្រយុទ្ធមិញតែខ្ញុំមួយទឹកហើយក៏កែបាត់ទិញមិនអីទេមកញ៉ាំបាយទៅមកហូបជាអស់ហើយចៅញ៉ាំទៅហ្នឹងមួយចៅភាសាយាយប្រយ័ត្នអូនណាយាយលឺអាយាយនិយាយថាថ្ងៃនេះចៅចង់ទៅលេងក្រុមហ៊ុនមូយាននេះចៅយើងមិនកើតការទីមើលទៅមានតែយើងជួយជំរុញហើយមើលទៅលោកយាយខ្ញុំញ៉ាំរួចហើយខ្ញុំទៅចាំចូលឲ្យលោកមួយយានសិនអីចាបានមិនចឹងចាំយាយជូនចៅទៅអរគុណលោកយាយបានសួស្តីខ្ញុំរដ្ឋាភិបាលរបស់ពួកនាងមានបានណាត់ដែរទីខ្ញុំគឺជាប្រពន្ធរបស់គេនាយកលោកពួកយើងនៅលីវនាងថាជាប្រពន្ធគាត់ទោះជានាងជាយាយគេក៏មិនបានដែរខ្ញុំគឺជាលោកយាយរបស់គេនាងមកអ្នកណានឹងគ្មានការណាត់ជុំអ្នកណាក៏មិនអាចចូលបានដែរនេះហេតុអីទីណាមានហេតុអីនេះជាច្បាប់នាងយល់ដែរទីមិនយល់ទីពួកនាងទៅពីបើសិនជាមិនទាន់ទៅទីខ្ញុំនឹងហៅសន្តិសុខមកហើយ